ចាយើងខ្ញុំតាំងពីអ្នកសូមគ្រប់ជម្រាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាស្វាគមន៍ជាថ្មីនៅក្នុងចាត់កម្មវិធីដ៏ថ្មីស្រឡាងរបស់ My TV គឺ Mr. and Miss Talk Show ចាកម្មវិធីយើងគឺតែងតែនាំជូននៅភាពសប្បាយរីករាយជូនទៅដល់អស់លោកអ្នកវេលាថ្មនេះគឺថាលោកអ្នកពងតែរៀបចំណាចូលគេងណាតែពុំតាន់សិនសប្បាយមួយពួកយើងសិនបាទកម្មវិធី Mr. and Miss Talk Show គឺជាកម្មវិធីជជែកកម្សាន្តលក្ខណៈសប្បាយនិយាយចំគឺយើងមានតារាល្បីៗចូលរួមចាហើយលោកអ្នកដែលពេញនិយមចំពោះតួណាមួយនោះគឺយើងតែងតែអញ្ជើញពួកគាត់មកដើម្បីឲ្យគាត់ច្រៀងចម្រៀងជូនលោកអ្នកដូចជាសម្ដែងជូនហើយអ្វីដែលសំខាន់គឺយើងមានវគ្គដែលសម្ភាសមួយដែលលោកអ្នកអាចស្ដាប់ទៅស្វែងយល់ពីពួកគាត់បានកាន់តែច្បាស់ថែមទៀតបាទវគ្គសម្ភាសនោះគឺយើងផ្ដោតសំខាន់ទៅលើការងារសិល្បៈថ្មីៗរបស់ពួកគាត់ដែលពួកគាត់នឹងជជែកកម្សាន្តនៅក្នុងកម្មវិធី Mr. and Miss Talk Show របស់ស្ថានីយ៍ទូរទស្សន៍ My TV ចាហើយកម្មវិធីយើងក៏មានស្រីស្អាតមួយទៀតដែរមិនអញ្ចឹងបបកញ្ញាកញ្ញាប្រចាំអីគេចាក់ក្បាលហ្មងបកញ្ញាអីគេណាគាត់បបកញ្ញាគឺ Miss Rolling អា Rolling គេទៅ Roll គេទៅ Roll ទៅឈ្មោះដាក់ឡូវិញមកសួរហើយចាំមកសួរគាត់សិនបាទអរគុណនៅក្នុងសប្តាហ៍នេះយើងក៏មានតារាកិត្តិយសថ្មីចូលរួមក្នុងកម្មវិធីរបស់យើងចង់ដឹងថាតើជានរណានោះសូមជួយជាមួយនឹង Miss Photo City ជាដំបូងសិនបាទInto the scene be back let's go daddy 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 da cha cha be daddy 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 da cha cha be daddy 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 cha 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 be daddy 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 da cha cha មិនដែលបារម្ភខ្ញុំមិនដែលគិតមិនដែលខ្វល់មានតែមួយឆ្ងល់ហើយពេញមកគេពេញរកគ្នាខ្លួនតូចចិត្តធំមកខាងទៀតឯខ្ញុំក៏គេចិត្តទៅទូឡើងធំមានរកពុំអ្នកដែលតែចាប់ដល់ពីកាក់ដៅប្រតែខ្ញុំហើយរូបតាមតែទូទូតែពីបាក់ដឹងរាល់ថ្ងៃគាត់ពូកែរអ៊ូប៉ុន្តែក៏ច្រឡំខ្ញុំបានបីគាត់តែងតែទិញឲ្យខ្ញុំសាបែបពេលមានគាត់នៅក្បែរមិនចង់គ្នាឆ្ងាយលោពូដល់អមអ្នកនេះឡើយតែពីមកបែខ្ញុំមិនមានអ្នកណាឡើយមានតែមនុស្សតែម្នាក់គាត់ក្នុងលោកតែមើលថែខ្ញុំរហូតមិនទៅណាជាលោកពូដែលសែនល្អកដោជាងអស់មកបាត់ហើយពូអត់ឃើញពូមកហៅកដោពូតើណាយពូតើថានាំកដោទៅញ៉ាំហល់ដកពូហើយញ៉ាំក្រែមពូនោះពូតើណាពូអើយកដោបាយពូអើយធ្ងន់ម៉េចកដោឡើងគីឡូអាពូអើយកដោបងពូកដោណាស់ពូណាកដោចាំមិញគួរអោពូមិញមានអីជុងពូមិញអត់ដឹងដែរពូតង់តែកដោដឹងសាច់លើហើយពូសាច់អីគេអត់ដឹងដែរក្រែងកដោភ្ញាក់ឡើងព្រឹកឡើងមានទោះសាច់ម្ដុំទោះម្ដងទៀតមើលពូអើយចូលទេជុងទៀតហ៎អូមិនដឹងកើតអីទេពូថានាំកដោទៅញ៉ាំហល់ដងពូនោះមួយមើលបលមកជុំមិនណាគេថាបាបក្មួយនេះមិនហើយពូមានណាធ្វើបាបទេកដោពួកឯងឆ្ងល់រឿងមុខកដោហើមហ្នឹងអីអត់អីញ៉ាំមែនបានមុខហើមអញ្ចឹងមែនទេកដោដើរកដោទឹកឆ្កៀលខ្មុំមកខ្មុំតិចមុខឲ្យគូកដោឡើងហើមមើលពូមើលអញ្ចឹងថាកុំឲ្យដើរផ្ដេសផ្ដាសអញ្ចឹងឃើញទេអូចាំបើពូធ្វើការបានកដោអត់អត់មានណាលេងជាមួយកដោមិនលេងមិនឯងហ្នឹងថ្ងៃក្រោយកុំដើរអញ្ចឹងយ៉ាត់គេចាប់លឿអូឥឡូវបាយនិយាយច្រើននេះឲ្យកដោពីការ៉េមហ្នឹងក្រែមអីគេទំបាយហើយមិញទៅអត់ទេកដោចាំតាមក្រែមពូកដោចាំញ៉ាំក្រែមពូបាត់មកដៃផាច់លើពូទៅបាកដោទៀងហើយ Biết xua bà biết xua Chưa biết xua con bà
ពិធីកពិធីការនេះឃើញក្មួយខ្ញុំមានខ្ជូតទេ กระโดดจูนะกระโดดจู ai อยู่ ai cái đốp nhăn tròn nó cái đốp lang sạch chẳng có lần kia mà โอ้เกยตัวท่ากระโดดไปฉันกระโดดเข้าไม้ไม่อัดน้ำตรุงกระโดดท่ากระโดดต้มเปิดฉะนั้นนั่งกระโดดเมียนน้ำตรุงไปน้ำมาแม่เนี่ยปู ហើយមានសង្សារណី ได้ของ បានមានបើឆ្នាំ ได้กระโดดจ้องมาไปได้ยังปูคันว่านี่มากระโดดใส่เจ็ดบ้างแต่โวยตีมากปู ហើយចុះពូຕົកណាចុះ ไอ้ปูจังกระโดดที่หอดอกไข่จังเปียก គ្លឿនហត់ដកធ្វើមើលឯអឺរ៉ុប เอ้ยปูไงมอนนู้ปูน้อมกระโดดยำหอดอก500กระโดดเอาโจเจเตตุยกระโดดจังยำหอดอกแกงอ่ะปูโตมา អាមួយម៉ាន มวยมาดูลานู้ giờ mới đạp gì món đó โอ้ยนั่งทมเปกระโดดด่าโจมอเต មួយមាត់បោះកដោ ឥឡូវសុំមើលវាស់មើលមាត់កដោបឯនឹងមីក្រូនោះតិចមើល โอ้สเตอร์นะปูไอ้กระโดดก็โจ បា มา ត់មីក្រូបាត់ បាទអរគុណសម្រាប់កដោខ្ជូត កម្មវិធីរបស់យើងគឺមានគ្រូយន្តបានការចូលរួមផ្ទាល់ពីចាបងប្រុសញ៉ាំសុខគោដែលជាតួឯកចា បាទអរគុណហើយក៏សូមអរគុណចំពោះបាទកញ្ញាសាណាក៏ដូចជាលោកតាបុយផងដែរសម្រាប់ការបាទអនុញ្ញាតសម្រាប់ខ្ញុំចូលរួមនៅក្នុងកម្មវិធីថ្មីនេះផងដែរអរគុណច្រើនជាពិសេសនេះបានក្មួយខ្ជូតខ្ញុំនេះ โอ้ก็ได้ปู ចាំទៅវិញញ៉ាំហត់ដកណា โอเคยังหอดอกยังกระเรียบพี่กับปูตอนย้ายนะอักระเปียตอนย้าย ញ៉ាំប្រហិតសាច់គោអត់ โอ้ยำไม่พาแต่โกยแต่ยำกับบ้านได้ยำแต่ปีนะปู ពី เดี๋ยวแต่ปีแต่ขอบทุ่มมาปูกระโดดยำ បាទអរគុណច្រើននៅវគ្គក្រោយយើងធ្វើកិច្ចសម្ភាសជាមួយនឹងបងប្រុសញ៉ាំសគុណនៅពេលនេះកម្មវិធី Mr. Miss House Show គឺសម្ភាសអាញាសម្រាប់ Pleasant បាទអាញាស្វាគមន៍មកកាន់វគ្គទី2របស់យើងគឺយើងធ្វើកិច្ចសម្ភាសជាមួយនឹងបងប្រុសញ៉ាំសគុណបាទ បាទអំបញ្ញមិញនេះឡៃតាជួបជាមួយនឹងក្មួយដ៏ខ្ជូតអញ្ចឹងភ្លេចជម្រាបសួរទៅដល់បាទទស្សនិកជនទាំងអស់ផងដែរបាទ ណៃរវើមួយអូនខ្ជូត អូនខ្ជូត បាទបើសិនជាបងមានក្មួយមែនតែនចឹងវិញមិនដែរ បាទក្តិចផឹកក្តិចងាយ ចាក្រំកន្លែងណា ក្តិចក្នុងន័យស្រឡាញ់ឬក៏ក្នុងន័យអីផ្សេង បិចមែន ក្មួយខ្ញុំមកប៉ុណ្ណឹងបាទអញ្ចឹងវិញខ្ជូតពេកហើយខ្ញុំថា ចាពេកទេចូលលក្ខណៈជ្រុលឯងបងណោះ បាទ ចូលបីដៃចេញបីដៃ ដាក់យក ប៉ុន្តែសាកស្រឡាញ់មិនមែនមានន័យថាគាត់ស្អប់អីទេតែក្នុងន័យស្រឡាញ់ទេស្រឡាញ់ លាញ់រលីនចា បាល់ បាល់អីបងបាល់អោបាល់តាត់ស្រឡាញ់គួយបាល់តាត់ បាទ ចានៅក្នុងវគ្គនេះគឺយើងចង់ឲ្យលោកអ្នកដែលជាទូទស្សនិកជនរបស់ My TV ស្វែងយល់ឲ្យកាន់តែច្បាស់អំពីសកម្មភាពការងារសិល្បៈរបស់បងប្រុសអញ្ចឹងអាចជម្រាបបានមានអ្វីថ្មីជាបន្តទៀត បាទសម្រាប់ឱកាសនៃឆ្នាំថ្មីនេះគឺការងារមមាញឹកច្រើនជាមួយនឹងការថតជាសម្លៀកបំពាក់ទស្សនាវដ្តីហើយនឹងការងារថ្មីបន្ថែមពីនេះទៅទៀតនោះគឺយើងនឹងកម្រងចាប់ផ្ដើមនៅខាងពេលខាងមុខនេះគឺពាក់កណ្ដាលខែ3នេះយើងនឹងចាប់ផ្ដើមថតនៅរឿងកុមារីវគ្គ2ផងដែរ បាទកុមារី20វគ្គឆ្នាំវគ្គ2កៅវគ្គ1សើចមែនតែនវគ្គ2 មិនដឹងជាយ៉ាងណានោះទេតើតែទុកឲ្យទស្សនិកជនគាត់នឹងរងចាំមើលថាតើវគ្គ1និងវគ្គ2ហ្នឹងខុសគ្នាយ៉ាងម៉េចហើយនៅក្នុងនោះក៏មានបន្ថែមជាមួយនឹងតួថ្មីពីររូបទៀតគឺរ៉ូលីន អូពុនខ្ញុំ អូ ហាន់នីបាទតបុយ ហានីតបុយទៅដែរអញ្ចឹង បាទហើយនៅក្នុងនោះក៏មានកញ្ញាសរាយសក្កណា ចា៎ ដែលបង្កបរិយាកាសនៅក្នុងសាច់រឿងហ្នឹងគឺឲ្យកាន់តែមានភាពសប្បាយរីករាយប៉ុន្តែអ្វីដែលថាសប្បាយរីករាយតតែទស្សនិកជនគាត់បានទស្សនាហើយគាត់ទូទាយទៅមើលថាតើវគ្គ1និងវគ្គ2ហ្នឹងខុសគ្នាយ៉ាងម៉េចសប្បាយយ៉ាងម៉េចបាទ ចាមិនដឹងថារ៉ូលីនដើរតួអីគេទេបង អូយមើលតែមុខដឹង តែគេឲ្យទាយឲ្យតបុយទាយមុនចាស់ ទៅអា តែ រ ខ្ញុំ ៀប ទាយតាមក្រោយ ឆ្នះអីចឹងទៅឲ្យសើធ្វើពួកម៉ាក់សក្កណាអីចឹងទៅព្រោះត្រូវគ្នាអីចឹង ដើរតួស្រីឆ្នះហ่าព្រោះខ្ញុំទាយថារ៉ូលីនដើរតួ បលី ចាពេញមកភ្លាមគេកាប់ហ្មងឆាក់កបោបគេ អូ ហើយឡើងឃើញទៀត បាទតាមពិតទៅបាទនៅក្នុងសាច់រឿងហ្នឹងគឺអានេះខ្ញុំប្រហោបត្រួសណាគាត់គឺជាមនុស្សម្នាក់ជួយ ចាផ្ទុយការ ជួយពីចរិតពិតហ្មង បាទជួយគេ ជួយយ៉ាងម៉េច ប៉ុន្តែបាទការជួយរបស់គាត់ហ្នឹង
ក្នុងគោលបំណងល្អឬក៏អាក្រក់ហ្នឹងសម្រាប់ទៅលើទស្សនិកជនគាត់វិនិច្ឆ័យមើលប៉ុន្តែក្នុងគោលគំនិតមួយគឺគាត់ជួយគេ ជួយល្អ ជួយគឺអាចជួយផ្លូវល្អនិងផ្លូវអាក្រក់ ចាតែគាត់តាំងចិត្តថាអាក្រក់ទេបើសង្កាត់ណៃគាត់ជួយខាងផ្លូវអាក្រក់គាត់តួគាត់ហ្នឹង ទេបើសិនជាប្រហែលជីកសួរនឹងអាចនឹងបែកសាច់រឿង ហើយបើសិនលោកលាក់សិនទៅលោកឲ្យលោកអ្នកតាមដានទស្សនាអញ្ចឹងនាងខ្ញុំកាន់តែឆ្ងាយទៀតទេព្រោះថាលោកអ្នកទាំងអស់សុទ្ធតែដឹងថាតួឯកស្រីរបស់យើងឥឡូវនេះកំពុងតែរស់នៅសហរដ្ឋអាមេរិកអញ្ចឹងចង់មិនទៅគាត់អញ្ជើញមកផ្ទាល់ហ៎ បាទតាមរយៈរឿងនេះផងដែរដូចជាកញ្ញាសណាឆ្ងល់គឺនឹងឆ្ងល់ត្រូវពីព្រោះថាបងប្អូនទស្សនិកជនភាគច្រើនគាត់នឹងដឹងថាគាត់នឹងគឺបានទៅរស់នៅសហរដ្ឋអាមេរិកប៉ុន្តែសម្រាប់ការដែលយើងថតនេះគឺត្រូវបានខាងផលិតកម្មអ្នកដែលគាត់ជាផលិតករហ្នឹងគាត់អញ្ជើញកញ្ញាបាត់អ្នកនាងនីម៉ូនីកាបាទអ្នកនាងម៉ូនីកាអញ្ជើញត្រឡប់មកវិញនៅក្នុងនោះគាត់អញ្ជើញមកបានរយៈពេល2សប្តាហ៍នៅក្នុងការជួបជុំជាមួយនឹងក្រុមគ្រួសារហើយគាត់នឹងចាប់ផ្ដើមថតជាមួយនឹងរឿងកុមារី25ឆ្នាំវគ្គ2នេះផងដែរបាទគម្រោងថតនៅប្រហែលខែទៀតដែរបង គឺសម្រាប់ខែពាក់កណ្ដាលខែ3នេះប្រហែលជានៅសល់តាប្រហែលដូចជា2អាទិត្យទៀតបាទយើងនឹងចាប់ផ្ដើមហើយបាទ បាទឥឡូវយើងបកការរឿងវគ្គ1វិញបាទការវគ្គ1ចំណាយពេលថតប្រហែលខែដែរបង សម្រាប់រឿងកុមារី25ឆ្នាំវគ្គ2នេះគឺការថតនឹងចំណាយពេលវេលានៅក្នុងការថតនឹងគឺតិចមែនទែនប្រហែលជា13ថ្ងៃឬក៏15ថ្ងៃទេបាទសម្រាប់សាច់រឿងរបស់ខ្ញុំនឹងគឺមានតែរយៈពេល7ថ្ងៃ 7ថ្ងៃគឺយើងថតចប់គ្នាហ្មង បាទថតចប់គ្នារហូតអត់មានពេលសម្រាប់ទេសម្រាប់តួស្រីវិញគាត់មានតួនាទីច្រើនគាត់ជាអ្នកចាត់ការទូទៅនៅក្នុងសាច់រឿងផងចានៅក្នុងរឿងទាំងមូលហើយក៏ជាតួអង្គមួយផងដែរអញ្ចឹងការងាររបស់គាត់នឹងញែកជា2ចាខ្លួនគាត់មួយតួមានតួនាទី2ជាអ្នកចាត់ការទូទៅក្នុងជាតួសម្ដែងផងមុខកាមេរ៉ាផងក្រោយកាមេរ៉ាផងបានទាំងអស់ចាឥឡូវទាកមកបងវិញមានត្រូវត្រៀមថតរឿងថ្មីអីទៀតទេ បាទបន្ទាប់ពីបាទខ្ញុំថតរឿងកុមារី25ឆ្នាំវគ្គ2នេះទៅខ្ញុំនឹងបន្តថតជាមួយនឹងរឿងដែលគាត់ជាអ្នកដូចជារៀនខាងផ្នែកកុនហ្នឹងនៅ Hollywood អញ្ចឹងគាត់ចុះមកធ្វើខ្ញុំបានសហការជាមួយនឹងគាត់ហ្នឹង2ឆ្នាំមុនគឺបានថតជាមួយគាត់ហ្នឹងគឺគាត់បានអញ្ជើញតួមកពីបរទេសដែលចំនួន2នាក់ហើយនៅក្នុងនោះកាមេរ៉ាម៉ាន់គាត់ជាជនជាតិកូរ៉េហើយមួយទៀតជាលោកគ្រូរបស់គាត់ហ្នឹងជាជនជាតិអាមេរិកតែម្ដងបាទគឺអញ្ជើញចូលមកចូលរួមថតទាំងអស់គ្នាដែលនៅក្នុងនោះសាច់រឿងទាំងអស់ហ្នឹងគឺចង់និយាយអំពីសម័យឆ្នាំ75ដែលនៅក្នុងនោះខ្ញុំត្រូវនិយាយប្រូលជាមួយនឹងតួអង្គដែលគាត់អញ្ជើញមកពីអាមេរិកហ្នឹងដែលនៅក្នុងសាច់រឿងផ្ទាល់គាត់ជាតួជាអ្នកកាសែតអញ្ចឹងគាត់អត់មានប្រស្រ័យតាក់ទងគ្នាតាមបែបភាសាខ្មែរទេអញ្ចឹងខ្ញុំត្រូវនិយាយភាសាអង់គ្លេសហើយការភាសាអង់គ្លេសរបស់ខ្ញុំហ្នឹងសម្រាប់ខ្ញុំហ្នឹងគឺខ្ញុំចេះមិនបានជ្រៅជ្រះទេប៉ុន្តែខ្ញុំអាចអានបានខ្ញុំអាចនិយាយបានអញ្ចឹងនៅពេលដែលខ្ញុំនិយាយទៅគាត់ហ្នឹងទៅគាត់ថាគាត់ភ័យបំផុតថាខ្ញុំហ្នឹងអត់អាចនិយាយភាសាអង់គ្លេសឲ្យគាត់បានដល់ពេលអញ្ចឹងទៅថ្ងៃចាប់ផ្ដើមគាត់សមគាត់តេស្តអីមើលទៅគាត់ថាល្អអាចប្រើការបានហើយនៅពេលនោះគាត់ថាចេះខ្ញុំក៏សុំទោសគាត់ថាភាសាអង់គ្លេសរបស់ខ្ញុំវាមិនល្អទេបាទវាមិនល្អទេគាត់ថានឹងហើយដែលគាត់ចង់បានពីព្រោះថាគាត់ចង់បានអង់គ្លេសបែបរដើនត្រូវតួអង្គហ្មងបាទគាត់ថាខ្ញុំនិយាយអង់គ្លេសទៅដាក់តួរបស់គាត់ហ្នឹងគឺរដើនឥឡូវបងអាចនិយាយតិចបានទេពេលគេតែនៅមើលសាកពេលគេតែបាទខ្ញុំភ្លេចប្រូបាទពីព្រោះថារយៈពេល2ឆ្នាំមកហើយបាទគេតែ2ឆ្នាំបាទ2ឆ្នាំមកហើយបាទហើយឥឡូវនេះគាត់ចុះមកដើម្បីធ្វើរឿងហ្នឹងបន្តទៀតអញ្ចឹងទ្រង់ទ្រាយនៃទំហំរឿងហ្នឹងកាន់តែពង្រីកថែមទៅដូច្នេះប៉ុន្តែអ្វីដែលជាការរំពឹងទុកថាតើគាត់នឹងបញ្ចេញសាច់រឿងហ្នឹងនៅពេលណាទេព្រោះថាគាត់បាននិយាយថាគាត់នឹងចាក់បញ្ចាំងនៅក្នុងស្រុកខ្មែររបស់យើងនេះចែកជូនទៅដល់បងប្អូនប្រជាជនដែលជាប្រជាជនខ្មែររបស់យើងបានមើលរឿងនោះផងដែរចា